បាទពុកបងប្អូននៅខាងសៀមមិនទាន់ចាប់ទេបងប្អូនវានៅតែបន្តជីកឬជីកគល់ដែលចិនបកគលរបស់កម្ពុជាចឹងបងប្អូននឹងឯងគេចង់សួរចិនថាហេតុអ្វីក៏ប្រយកម្ពុជាទាំងដឹងថាកម្ពុជានិងថៃនឹងមានចំនួនជាមួយគ្នានឹងឯងពេលដែលបកគលសុភាវុធឲ្យកម្ពុជាដឹងហើយថាកម្ពុជាធ្វើសង្គ្រាមជាមួយនឹងថៃចឹងបងប្អូនគេមានអារម្មណ៍ថាអន់ចិត្តទាំងដែលគេជាមិត្តស្នារបស់ចិនចឹងបងប្អូនគេអញ្ចឹងនិយាយចឹងនឹងហើយពួកសៀមខ្លួនវាក៏វាដឹងដែរថាវាឈានពីកម្ពុជាយើងមិនមែនវាមិនដឹងទេហើយដែលយើងទោះក្នុងវិធីសាស្ត្របែបណាក៏ដោយដូចសម្ដេចតេជោក៏បាននិយាយហើយថានឹងយកទឹកដីរបស់យើងត្រឡប់មកវិញដោយសន្តិវិធីឬក៏ដោយវិធីសាស្ត្រណាមួយចឹងបងប្អូនបាទហើយសម្ដេចវត្តប្តីលោកក៏បាននិយាយគ្រប់វេទិកាឬក៏ក្នុងអាស៊ានក៏ដោយថាមានទទួលស្គាល់ដោយប្រើប្រាស់កម្លាំងឈានពីមកលើកម្ពុជានោះទេចឹងកម្ពុជាយើងមានផែនទី 1.2 សែនដែលតម្កល់ទុកហើយក៏ជាផុសតាំងដែលឲ្យកម្ពុជាយើងមានប្រៀបលើថៃដែរបងប្អូននៅពេលនេះពួកចៅសៀមវានៅមិនសុខដេកមិនលក់បក់មិនហើយទេដែលឃើញកម្ពុជាយើងមានសភាវុធឬក៏មានរកក្រោះមានអីមកចឹងវាមិនសុខវានៅមិនសុខទេបងប្អូនវាអត់ចប់ថ្ងៃគឺវានិយាយចេញមកតែរឿងដែលចិនផ្ដល់សភាវុធឲ្យកម្ពុជាវារកក្រោះអីហ្នឹងហើយខាងប្រមុខដឹកនាំរបស់យើងគាត់បានប្រាប់ឲ្យថាមានទទួលស្គាល់ដោយប្រើប្រាស់កម្លាំងការឈ្លានពានទៅលើប្រទេសកម្ពុជានោះទេបើឲ្យថាដឹកនាំរបស់យើងកំពុងតែខំប្រឹងប្រែងទៅវិធីសាស្ត្រដែលទាមទារទឹកដីរបស់យើងត្រឡប់មកវិញថាក្លិនសាក់បែបណាក៏ដោយក៏ទាមទារយកទឹកដីរបស់យើងដែលចោលសៀមឈ្លានពានត្រឡប់មកកម្ពុជាវិញដែរបងប្អូនបាទហើយសម្ដេចតេជោក៏មានប្រសាសន៍ថាការឈ្លានពានរបស់ចៅសៀមនឹងទោះវិធីសាស្ត្រណាក៏ដោយក៏យើងត្រូវតែយកទឹកដីរបស់យើងត្រឡប់មកជូនជាតិមាតុភូមិកម្ពុជាវិញបងប្អូនបាទចឹងហើយសូមពុកម៉ែបងប្អូនលើកទឹកចិត្តដល់រដ្ឋាភិបាលដើម្បីដោះស្រាយនិងយកទឹកដីរបស់ប្រទេសយើងត្រឡប់មកវិញបាទអរគុណច្រើន